បងប្អូនគាត់ខមមិនសួរខ្ញុំថាខ្ញុំប្រឡាក់ឆ្អឹងជំនីនឹងបែបណាមានបងប្អូនខ្លះទៀតគាត់សួរខ្ញុំថាឃើញតែខ្ញុំអាំងឆ្អឹងជំនីញ៉ាំទេតែមិនដែលឃើញខ្ញុំប្រឡាក់អញ្ចឹងថ្ងៃនេះគឺខ្ញុំមកប្រឡាក់ឆ្អឹងជំនីបង្ហាញបងប្អូនតែម្ដងចាសសួស្តីបងប្អូនមុននឹងខ្ញុំទៅប្រឡាក់សាច់ឥឡូវខ្ញុំមករៀបចំលាងសាច់នឹងសិនសាច់នឹងខ្ញុំលាងខ្ញុំចូលចិត្តដាក់ម្សៅមីឬក៏ម្សៅអង្ករខ្ញុំចាក់ម្សៅមីនឹងចូលទៅបន្តិចទៅរួចហើយខ្ញុំក៏ច្បាច់វាបែបនេះបន្តិចទៅរួចហើយខ្ញុំក៏បើកទឹកលាងវា2ទៅ3ទឹកទៅខ្ញុំចូលចិត្តលាងបែបហ្នឹងធ្វើឲ្យសាច់ហ្នឹងវាស្អាតហើយវាបំបត្តិក្លិនបានល្អទៀតផងខ្ញុំលាងសាច់ហ្នឹងរួចហើយខ្ញុំក៏ទុកវានឹងមកដុំឲ្យវាស្រស់ទឹកសិនទៅរួចឥឡូវខ្ញុំមកលាយគ្រឿងវិញម្ដងខ្ញុំលាយគ្រឿងទេសនោះគ្រឿងទេសមានដូចជាម្សៅស៊ុបទឹកស៊ីអ៊ីវទឹកត្រីមានស្ករសមានប្រេងឆាបន្តិចទៅមានទឹកដោះគោខាប់មានប្រេងខ្យងបន្ទាប់មកទៀតមានម្សៅខ្ទឹមសតែពេលខ្ញុំចុចថតទៅវាអត់ជាប់ចុងក្រោយគេនឹងខ្ញុំដាក់ទឹកប្រឡាក់សាច់ barbecue នឹងចូលទៅបន្តិចទៀតរួចហើយខ្ញុំក៏កូរគ្រឿងនឹងវាឲ្យសព្វចូលគ្នាចឹងទៅខ្ញុំក៏ចាក់ឆ្អឹងជំនីនឹងចូលទៅថ្ងៃហ្នឹងខ្ញុំប្រឡាក់ឆ្អឹងជំនីនឹងខ្វះគ្រឿងមួយមុខខ្វះម្រេចបងប្អូនតែខ្ញុំអស់ម្រេចដាក់ម្រេចចូលតិចទៀតទៅកាន់តែឈ្ងុយឆ្ងាញ់ទៀតផងគ្រឿងដែលខ្ញុំប្រឡាក់សាច់នេះសាច់ខ្ញុំប្រឡាក់ហើយយកទៅអាំងសាច់នឹងទុនឈ្ងុយឆ្ងាញ់តែម្ដងមិនដឹងថាទម្លាប់បងប្អូនយ៉ាងម៉េចទេតែទម្លាប់ខ្ញុំពេលប្រឡាក់សាច់អីអញ្ចឹងខ្ញុំចូលចិត្តទុកវាមួយយប់ឬក៏បានច្រើនម៉ោងទៅខ្ញុំយកវាទៅចៀនឬក៏យកវាមកអាំងញ៉ាំខ្ញុំអត់ដែលប្រឡាក់សាច់ហ្នឹងប្រឡាក់ភ្លាមយកមកធ្វើញ៉ាំភ្លាមទេគឺខ្ញុំទុកវាយ៉ាងម៉េចឲ្យបានច្រើនម៉ោងឬក៏បានមួយយប់ទុកវាឲ្យបានចូលជាតិអញ្ចឹងទៅពេលដែលយើងយកទៅអាំងឬក៏យកទៅចៀនអញ្ចឹងគ្រឿងក្រូវហ្នឹងវាចូលជាតិបានល្អហើយញ៉ាំទៅក៏វាឆ្ងាញ់ដែរខ្ញុំមិនដឹងបងប្អូនយ៉ាងម៉េចទេតែចំពោះខ្ញុំគឺខ្ញុំចូលចិត្តបែបនេះឯងចាហើយឆ្អឹងជំនីនេះខ្ញុំប្រឡាក់ឲ្យទុកវាបានមួយយប់ដែរទឹកខ្ញុំយកវាមកអាំងហើយអាំងនិយាយពីថាក្លិនជែមមកឡងឈ្ងុយតែម្ដង